យសងកុកការទុកប្រហឺជីវិតគ្រប់យ៉ាងមិនដូចចិត្តមិនដូចអ្វីដែលប្រាថ្នាรู้នៅសំថ្ងៃសែនតូចចិត្តនឹងវាសនាรู้ក្នុងភាពឯកាรู้គ្មានមកហើយនឹងគេតាំងពីគ្មានអ្វីក៏ព្រួលប្រែអស់ពេលប៉ាស្ដីបន់តោតែលួចអន់ចិត្តខាងប៉ាបានភាពកងក្ដៅមិនដូចមានមករៀងសាជួនស្រែកតបថាប៉ាឈប់ស្រឡាញ់កូនហើយនេះជារឿងពិតដែលកូនគិតខំលើប៉ានៅលើលោកប៉ាណាមិនស្រឡាញ់កូនគ្រាន់តែជាប្រុងមើលថែមិនបានគ្រប់គ្រាន់ពីសេះរឿងផ្ទាល់ខ្លួនមិនដូចម៉ាក់ស្រីដូចគ្នាអង្គុយសងកុកការទុកប្រហឺជីវិតគ្រប់យ៉ាងមិនដូចចិត្តមិនដូចអ្វីដែលប្រាថ្នាรู้នៅសំថ្ងៃសែនតូចចិត្តនឹងវាសនាรู้ក្នុងភាពឯកាรู้គ្មានមកហើយនឹងគេតាំងពីគ្មានអ្វីក៏ព្រួលប្រែអស់ពេលប៉ាស្ដីបន់តោតែលួចអន់ចិត្តខាងប៉ាបានភាពកងក្ដៅមិនដូចមានមករៀងសាជួនស្រែកតបថាប៉ាឈប់ស្រឡាញ់កូនហើយនេះជារឿងពិតដែលកូនគិតខំលើប៉ានៅលើលោកប៉ាណាមិនស្រឡាញ់កូនគ្រាន់តែជាប្រុងមើលថែមិនបានគ្រប់គ្រាន់ពីសេះរឿងផ្ទាល់ខ្លួនមិនដូចម៉ាក់ស្រីដូចគ្នាតាំងពីគ្មានអ្វីក៏ព្រួលប្រែអស់ពេលប៉ាស្ដីបន់តោតែលួចអន់ចិត្តខាងប៉ាបានភាពកងក្ដៅមិនដូចមានមករៀងសាជួនស្រែកតបថាប៉ាឈប់ស្រឡាញ់កូនហើយនេះជារឿងពិតដែលកូនគិតខំលើប៉ានៅលើលោកប៉ាណាមិនស្រឡាញ់កូនគ្រាន់តែជាប្រុងមើលថែមិនបានគ្រប់គ្រាន់ពីសេះរឿងផ្ទាល់ខ្លួនមិនដូចម៉ាក់ស្រីដូចគ្នាជួនស្រែកតបថាប៉ាឈប់ស្រឡាញ់កូនហើយនេះជារឿងពិតដែលកូនគិតខំលើប៉ា
ប្រងមើលថែមិនបានគ្រប់គ្រាន់ពីសេះរឿងផ្ទាល់ខ្លួនមិនដូចម៉ាក់ស្រីដូចគ្នាពីគ្មានមុនអ្វីក៏ព្រួលប្រែអង្គពេលប៉ាស្ដីមកសំកុកការទុកព្រោះរឿងជីវិតគ្រប់យ៉ាងមិនដូចចិត្តមិនដូចអ្វីដែលប្រាថ្នារួមដែលកូនគិតខំលើប៉ានៅលើលោកកាប៉ាណាមិនស្រឡាញ់កូនគ្រូជាប្រងមើលថែមិនបានគ្រប់គ្រាន់ពីសេះរឿងផ្ទាល់ខ្លួនមិនដូចម៉ាក់ស្រីដូចគ្នាសំកុកការទុកព្រោះនៅសំថ្ងៃសែនតូចចិត្តនឹងវាសនាព្រោះក្នុងភាពឯកាព្រោះគ្មានមកហើយនឹងគេតាំងពីគ្មានមុនអ្វីក៏ព្រួលប្រែអង្គពេលប៉ាស្ដីបន្តោអន់ចិត្តខាងប៉ាបានភាពកងក្ដៅមិនដូចមានមករៀងសាជួនស្រែកតបថាប៉ាឈប់ស្រឡាញ់កូនហើយនេះជារឿងពិតរឿងជីវិតគ្រប់យ៉ាងមិនដូចចិត្តមិនដូចអ្វីដែលប្រាថ្នារស់នៅសំថ្ងៃសែនតូចចិត្តនឹងវាសនាព្រោះក្នុងភាពឯកាព្រោះគ្មានមកហើយនឹងគេតាំងពីគ្មានមុនអ្វីក៏ព្រួលប្រែអង្គពេលប៉ាស្ដីបន្តោតែលួចអន់ចិត្តខាងប៉ាបានភាពកងក្ដៅ